សូមស្ដាប់ប្រសិនបើអ្នកកំពុងតែជឿចាប់នៅក្នុងចិត្តបើអ្នកកំពុងតែស្ដាប់អត្ថបទនេះមានន័យថានៅក្នុងចិត្តរបស់អ្នកកំពុងតែមានការជឿចាប់ធ្ងន់ធ្ងរឬអស់សង្ឃឹមខ្លាំងណាស់ប្រហែលជាអ្នកអាចមានអារម្មណ៍ថាអ្នកអស់កម្លាំងអស់ភ្លើអស់សង្ឃឹមហើយគិតថាការបញ្ចប់ជីវិតអាចជាវិធីតែមួយដើម្បីបញ្ចប់ការជឿចាប់នេះសូមឲ្យអ្នកដឹងមុនថាអារម្មណ៍របស់អ្នកគឺពិតប្រាកដការជឿចាប់របស់អ្នកគឺមានតម្លៃហើយអ្នកមិនមែនជាមនុស្សខ្សោយទេដែលមានអារម្មណ៍បែបនេះមនុស្សជាច្រើនដែលគិតចង់សម្លាប់ខ្លួនមិនមែនពិតជាចង់ស្លាប់ឡើយពួកគេគ្រាន់តែចង់ឲ្យការជឿចាប់ផ្លូវចិត្តឈប់សម្ពាធឈប់ការឯកោឈប់ការជឿចាប់ដែលគ្មានអ្នកយល់ឈប់អ្នកមិនចង់ស្លាប់ទេអ្នកគ្រាន់តែចង់រស់នៅដោយមិនឈឺចាប់បែបនេះទៀតហើយនេះជាចំណុចសំខាន់ប្រសិនបើការឈឺចាប់អាចផ្លាស់ប្ដូរប្រសិនបើស្ថានភាពអាចផ្លាស់ប្ដូរនោះហេតុអ្វីបានជាជីវិតត្រូវបញ្ចប់អ្វីដែលអ្នកកំពុងតែឆ្លងកាត់មិនមែនជាជីវិតទាំងមូលទេអ្វីដែលអ្នកកំពុងតែមានអារម្មណ៍ថ្ងៃនេះមិនមែនជាអ្វីដែលអ្នកនឹងមានអារម្មណ៍ជារៀងរហូតនោះទេចិត្តមនុស្សដូចមេឃថ្ងៃនេះអាចមានព្យុះប៉ុន្តែមេឃមិនអាចមានព្យុះជារៀងរហូតនោះទេអ្នកប្រហែលជាគិតថាវាមិនប្រសើរឡើងទេខ្ញុំធ្លាប់ព្យាយាមហើយគ្មាននរណាយល់ពីខ្ញុំតែសូមចាំថាអ្នកកំពុងមើលជីវិតតាមរយៈការជឿចាប់មិនមែនតាមរយៈក្តីសង្ឃឹមនោះទេអ្នកមានតម្លៃបើទោះបីជាអ្នកមិនឃើញវាក៏ដោយអ្នកប្រហែលជាគិតថាខ្ញុំគ្មានតម្លៃខ្ញុំជាបន្ទុកបើខ្ញុំបាត់ទៅគេនឹងសុខជាងនេះសូមឲ្យខ្ញុំប្រាប់អ្នកដោយស្មោះត្រង់នោះគឺជាសម្លេងនៃការឈឺចាប់មិនមែនជាការពិតនោះទេជីវិតអ្នកមានតម្លៃមិនមែនព្រោះអ្វីដែលអ្នកធ្វើនោះទេមិនមែនព្រោះអ្នកជោគជ័យប៉ុណ្ណាតែព្រោះអ្នកមានជីវិតការបាត់បង់អ្នកនឹងបង្កឲ្យមានរន្ធធំមួយនៅក្នុងបេះដូងមនុស្សជាច្រើនសូម្បីតែអ្នកគិតថាគ្មាននរណាខ្វល់សូមស្នាក់នៅមួយថ្ងៃទៀតមួយម៉ោងទៀតមួយនាទីទៀតអ្នកមិនចាំបាច់សម្រេចចិត្តធ្វើអ្វីធំធេងនៅថ្ងៃនេះទេសូមស្នាក់នៅមួយថ្ងៃទៀតមួយម៉ោងទៀតសូម្បីតែមួយនាទីទៀតពេលខ្លះការរួមបន្តគ្រាន់តែមានន័យថាដកដង្ហើមបន្តហើយនោះគឺគ្រប់គ្រាន់ហើយសម្រាប់ពេលនេះការសូមជំនួយមិនមែនជាការខ្សោយទេអ្នកមិនចាំបាច់ឆ្លងកាត់វាតែម្នាក់ឯងនោះទេការនិយាយថាខ្ញុំមិនសុខសប្បាយទេខ្ញុំត្រូវការជំនួយវាត្រូវការកម្លាំងយ៉ាងខ្លាំងសូមព្យាយាមនិយាយជាមួយមនុស្សដែលអ្នកទុកចិត្តមិត្តភ័ក្តិសមាជិកគ្រួសារគ្រូបង្រៀនអ្នកជំនាញផ្លូវចិត្តបើអ្នកមិនអាចនិយាយដោយផ្ទាល់ការសរសេរជាសារក៏ជាជំហានមួយដ៏សំខាន់បើអ្នកកំពុងតែគ្រោះថ្នាក់ឥឡូវនេះបើគំនិតចង់បញ្ចប់ជីវិតកំពុងតែខ្លាំងសូមកុំឈរនៅម្នាក់ឯងអនាគតដែលអ្នកមិនទាន់ឃើញមានថ្ងៃមួយអ្នកនឹងមើលត្រឡប់មកថ្ងៃនេះហើយនិយាយថាខ្ញុំអរគុណខ្លួនឯងដែលខ្ញុំមិនបោះបង់អ្នកនឹងជួបមនុស្សអ្នកនឹងឮពាក្យអ្នកនឹងមានអារម្មណ៍ដែលអ្នកមិនទាន់បានជួបនៅឡើយបើអ្នកចាក់ចេញនៅថ្ងៃនេះអ្នកនឹងមិនបានឃើញវាទេសូមនៅរស់មិនមែនព្រោះអ្វីទាំងអស់ប៉ុន្តែព្រោះអ្នកមានតម្លៃ